បាទពុកម៉ែបងប្អូនឥឡូវនេះជាចុងក្រោយយើងមកដួសសម្លរបស់យើងដាក់ចានបងប្អូនបាទអញ្ចឹងយើងឃើញថាដួសមកគឺតំណងមែនតើបងប្អូនគឺហើយមានក្លិននឹងឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនហើយអញ្ចឹងដល់ពេលបាយល្ងាចល្មមបងប្អូនបាទអញ្ចឹងយើងដួសសម្លងាំងើមន់នេះដាក់ចានហើយយើងញ៉ាំបាយពេលល្ងាចតែម្ដងបងប្អូនបាទឈ្ងុយឆ្ងាញ់មែនតើបងប្អូនបាទហើយសាច់នឹងខ្ញុំស្ងោរឡើងផុយតែម្ដងបងប្អូនបាទអត់មានទុកឲ្យស្វិតបើសិនងាំងើបើយើងស្ងោរអត់ផុយអត់ឆ្ងាញ់បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទសូមស្វាគមន៍មកកាន់ Channel Cook with Sukun បាទថ្ងៃនេះខ្ញុំបាទសូមលើកយកម្ហូបខ្មែរមួយមុខមកចម្អិនជូនបងប្អូនទស្សនាក៏ដូចជារៀនធ្វើតាមផងដែរបាទម្ហូបនោះមានឈ្មោះថាស្ងោរមាន់ងាំងើបងប្អូនបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលសូមអញ្ជើញបងប្អូនទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទសូមអញ្ជើញតោះឥឡូវបងប្អូនមុនមកចម្អិនម្ហូបយើងមកស្គាល់គ្រឿងផ្សំរបស់ស្ងោរមាន់ងាំងើជាមុនសិនបងប្អូនតាមមានអ្វីខ្លះបាទគឺមានស្លឹកក្រូចគល់ស្លឹកគ្រៃខ្ទឹមសនេះសាច់មាន់ខ្មែរតែខ្ញុំស្រស់ទឹកក្តៅឲ្យណាបងប្អូនគឺដើម្បីកុំឲ្យវាឆ្អាបបាទហើយនេះជីគឺមានជីនាងវងជីរណានិងស្លឹកខ្ទឹមបាទនេះយើងដាក់ឲ្យច្រើនកាន់តែឆ្ងាញ់បងប្អូនយកធ្វើបន្លែតែម្ដងបងប្អូនបាទហើយនេះគឺជាក្រូចងាំងើបងប្អូនបាទនេះគឺជាប៊ីចេងបងប្អូនមានប៊ីចេងផងដែរបាទបងប្អូនបាទហើយបន្តទៀតគឺមានខ្ទឹមបំពងបាទខ្ទឹមបំពងគឺយើងដាក់នៅពេលម្ហូបយើងឆ្អិនបាទហើយបន្តទៀតគឺទឹកត្រីបងប្អូនគឺត្រូវប្រើទឹកត្រីយើងអត់ប្រើអំបិលទេដោយសារតែក្រូចងាំងើវាមានជាតិអំបិលជាតិប្រៃហើយបាទហើយនេះគឺជាស្ករត្នោតបងប្អូនបាទយើងប្រើស្ករត្នោតគឺឆ្ងាញ់សម្រាប់ធ្វើម្ហូបគ្រប់យ៉ាងបងប្អូនបាទតែឥឡូវនេះយើងចាប់ដើមចម្អិនបាទជាដំបូងនេះយើងដាក់ឆ្នាំងហើយយើងដាក់សាច់មាន់ចូលបាទសាច់មាន់ចូលបន្ទាប់មកយើងចាប់ដើមដាក់មានគល់ស្លឹកគ្រៃបាទហើយបន្តមកទៀតយើងដាក់ខ្ទឹមសបាទមើមខ្ទឹមសយើងដាក់ឲ្យច្រើនតិចទៅបាទដើម្បីកាត់ឆ្អាបបាទកុំឲ្យសាច់មាន់យើងឆ្អាបបាទហើយបន្តទៀតស្លឹកក្រូចបាទយើងដាក់អញ្ចឹងតែម្ដងទៅបាទហើយបន្ទាប់មកយើងចាក់ទឹកក្តៅដែលដាំពុះទឹកដែលដាំពុះបងប្អូនយើងប្រើទឹកដាំពុះតែម្ដងដើម្បីធ្វើឲ្យសម្លរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយយើងមិនប្រើពេលវេលាក្នុងការរងាស់ទេគឺយើងពេលយើងដាក់ទៅគឺចាក់ចូលទៅគឺពុះតែម្ដងបងប្អូនបាទអញ្ចឹងធ្វើឲ្យម្ហូបយើងកាន់តែឆ្ងាញ់ហើយប្រើពេលវេលារងាស់គឺអត់ប្រើយូរទេបងប្អូនបាទតើឥឡូវបងប្អូនយើងមកបើកសម្លរបស់យើងគឺយើងឃើញថាពុះល្អហើយបងប្អូនបាទឥឡូវយើងចាប់ផ្ដើមផ្សំគ្រឿងតែម្ដងបងប្អូនបាទហើយជាដំបូងគេយើងដាក់ទឹកត្រីចូលបាទដាក់ល្មមបានហើយទឹកត្រីព្រោះថាក្រូចចាំងៅគឺវាប្រៃបងប្អូនគឺមានជាតិអំបិលជាតិប្រៃចឹងកុំដាក់ច្រើនពេកដាក់ងាំងៅទឹកត្រីបងប្អូនបាទឥឡូវយើងដាក់ប៊ីចេងបាទប៊ីចេងចូលបាទហើយជាបន្តទៀតយើងដាក់ស្ករបាទគឺស្ករត្នោតណាបងប្អូនបាទដាក់ចូលទៅបាទដាក់កុំច្រើនពេកព្រោះស្ងោរងាំងើគេត្រូវការប្រើរសជាតិផ្អែមអីខ្លាំងពេកទេកុំឲ្យមានរសជាតិផ្អែមខ្លាំងពេកគឺដាក់ឲ្យល្មមតែម្ដងបងប្អូនបាទហើយសម្រាប់បើយើងស្ងោរមាន់ងាំងើនេះយើងអត់ប្រើម្សៅស៊ុបទេព្រោះសាច់មាន់ឆ្ងាញ់ស្រាប់ហើយបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់ក្រូចងាំងើចូលបងប្អូនបាទហើយយើងថែមទឹកក្រូចងាំងើបញ្ចូលបន្តិចទៅកុំដាក់ច្រើនពេកខ្លាចពេកប្រៃបងប្អូនព្រោះក្រូចងាំងើប្រៃបងប្អូនបាទជាបន្តទៀតឥឡូវយើងមកបើកឆ្នាំងសម្លរបស់យើងបាទស្ងោរមាន់ងាំងើរបស់យើងឃើញថាពុះបានល្អហើយទឹកសម្លរបស់យើងហើយឃើញថាសាច់ហ្នឹងក៏ឃើញថាផុយបានល្អដែរសាច់មាន់ណាបងប្អូនបាទគឺមានរសជាតិពិតជាឆ្ងាញ់បងប្អូនហើយឈ្ងុយក្លិននេះឈ្ងុយមែនតើឥឡូវយើងដាក់ជីបាទមានជីរណាជីនាងវងហើយនឹងស្លឹកខ្ទឹមបាទខ្ញុំជួយចិត្តដាក់ជីច្រើនអញ្ចឹងបងប្អូនដោយសារតាយកជំនួសបន្លែបងប្អូនដោយសារតាពេលខ្លះយើងស្ងោរដាក់យកបន្លែខ្ទឹមបារាំងក៏បានប៉ុន្តែខ្ញុំអត់ដាក់ទេលើកនេះគឺយកជីបាទយកជីធ្វើជាបន្លែមកឥឡូវយើងដាក់ខ្ទឹមបំពងចូលចុងក្រោយគេបាទយើងដាក់ខ្ទឹមបំពងចូលចុងក្រោយគេគឺចប់សពគ្រប់តែម្ដងបងប្អូនបាទ
ចឹងយើងបន្តទៅដួសបាទពុកម៉ែបងប្អូនឥឡូវនេះជាចុងក្រោយយើងមកដួសសម្លរបស់យើងដាក់ចានបងប្អូនបាទចឹងយើងឃើញថាដួសមកគឺតំណងមែនតើបងប្អូនគឺហើយមានក្លិននឹងឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនហើយចឹងដល់ពេលបាយល្ងាចល្មមបងប្អូនបាទចឹងយើងដួសសម្លងាំងើមាន់នេះដាក់ចានហើយយើងញ៉ាំបាយពេលល្ងាចតែម្ដងបងប្អូនបាទឈ្ងុយឆ្ងាញ់មែនតើបងប្អូនបាទហើយសាច់នឹងខ្ញុំស្ងោរឡើងផុយតែម្ដងបងប្អូនបាទអត់មានទុកឲ្យស្វិតបើសិនងាំងើបើយើងស្ងោរអត់ផុយអត់ឆ្ងាញ់ទេបងប្អូនបាទសូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទបើសិនតែបងប្អូនគិតថាវីដេអូខ្ញុំបាទមានសារៈប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបាននៅវីដេអូថ្មីៗក្នុងការធ្វើម្ហូបថ្មីៗជាបន្តទៀតបាទសូមអរគុណបាទសូមជម្រាបលា